ឡានក្រុងលេខ375គឺជារឿងដ៏រន្ធត់មួយដែលគេតែងតែនិយាយតៗគ្នានៅប្រទេសចិនហើយគ្រប់គ្នាថានោះគឺជារឿងពិតរឿងដ៏រន្ធត់មួយនេះបានកើតឡើងកាលពី27ឆ្នាំមុនណាគឺនៅយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1995នៅទីក្រុងប៉េកាំងប្រទេសចិនដោយឡានក្រុងលេខ375នឹងបានចេញដំណើរពីចំណតឡានក្រុងឈ្មោះយួនលីមយួនឆ្ពោះទៅកាន់ស្ថានីយ៍ចុងក្រោយគឺសៀនសានអញ្ចឹងនៅពេលដែលចិត្តដល់អូសៀនយួននឹងរថយន្តក៏បានបន្ថយល្បឿនបើនៅសល់ត្រឹមតែ6ស្ថានីយ៍ទៀតដល់សៀនសានហើយនៅពេលនោះគឺមានតែកង់ឡានម្នាក់វ័យកណ្ដាលនារីលុសម្បត្តិវ័យក្មេងម្នាក់ក៏មានអ្នកឡាននឹងបន្ថែមចំនួន4នាក់ទៀតគឺមានយាយចាស់ម្នាក់គូស្នេហ៍វ័យក្មេងមួយគូហើយនិងបុរសវ័យក្មេងម្នាក់ក៏បានឡើងមកលើរថយន្តនឹងនៅពេលដែលរថយន្តធ្វើដំណើរចេញទៅរំលងផុតបានពីស្ថានីយ៍បន្ទាប់នឹងជិតទៅដល់កន្លែងឈប់ទៅហើយសុកអ្នកបើកឡានក្រុងក៏ឃើញស្រមោលមនុស្ស2នាក់ឈរនៅមាត់ផ្លូវប្រហែលជាង100ម៉ែត្រពីមុខគាត់ទេនោះគាត់ក៏រអ៊ូខ្លាំងថារត់ដងស្មាននេះគ្មានភ្ញៀវទេតែថ្ងៃនេះអា2នាក់នឹងវាកើតអីមកកាត់ឡានកណ្ដាលក្រេតបែបនេះឈប់ឬអត់យើងគាត់បានសួរទៅនារីលុសម្បត្តិទោះជាមិនទាន់ដល់កន្លែងឈប់ក្តីតែដោយសារតែពួកគាត់អាណិតត្រជាក់យុគក៏ជ្រៅហើយឡាននេះគឺជាឡានជើងចុងក្រោយទៅហើយពួកគាត់ក៏បានឈប់ទៅគេនៅពេលដែលមើលពីក្នុងឡានទៅគឺមានតែ2នាក់ទេប៉ុន្តែនៅពេលដែលមនុស្សចូលដល់ឡានគឺមាន3នាក់ទាំងអស់គ្នាហើយវាសង្កេតនោះកំពុងតែគ្រាអ្នកទី3ដែលនៅកណ្ដាលមើលទៅដូចជាស្រវឹងខ្លាំងអោនក្បាលចុះមើលមុខមិនច្បាស់ទេសម្លៀកបំពាក់ប្រឡុកប្រឡាក់ពណ៌ក្រហមគ្រឿងមើលជារួមពួកគេសេសម្លៀកបំពាក់បែបបុរាណគឺសម្លៀកបំពាក់ដោយអាម៉ាតរិចកាថាងចឹងហើយទឹកមុខស្លេកស្លាំងខ្លាំងមែនទែននៅក្នុងឡានគ្រប់គ្នាគឺព្រឺសម្បុរហើយនឹងខ្លាចខ្លាំងទៅហើយតែមានតែយាយចាស់ម្នាក់ទេដែលតែងតែចោលភ្នែកមើលបុរសទាំង3នាក់នោះគឺគាត់ងាកមើលរហូតតែម្ដងទៅដល់ស្ថានីយ៍បន្ទាប់គូស្នេហ៍វ័យក្មេងមួយគូក៏បានចុះចេញទៅហើយឡានក៏បន្តដំណើរទៅមុខទៀតអញ្ចឹងនៅសល់តែ4ស្ថានីយ៍ទៀតដល់សៀនសានហើយនៅតាមផ្លូវតែកង់ឡានហើយនឹងនារីលក់សម្បត្តិទាំង2នាក់នោះបាននិយាយសន្ទនាគ្នាដើម្បីបំបត្តិភាពអបសុខតែចេញដំណើរមិនទាន់បានប៉ុន្មានផងសុកស្រតែយាយចាស់នោះងើបឡើងពីកៅអីរបស់ខ្លួនបុរសវ័យក្មេងដែលអង្គុយនៅពីមុខគាត់ហើយបានចោទថាបុរសហ្នឹងគឺលួចកាបូបលួយគាត់បុរសវ័យក្មេងនោះក៏បានប្រកែកថាទេមិនបានលួចទេហើយយាយចាស់ក៏តបថានៅខាងមុខមានប៉ុស្តិ៍ប៉ូលីសយើងទៅចរចាគ្នានៅប៉ុស្តិ៍ប៉ូលីសវិញល្អជាងទៅក៏ទៅបុរសនោះឆ្លើយតបមិនចាំដល់ស្ថានីយ៍បន្ទាប់ទេយាយចាស់នោះបានបង្ខំឲ្យតែកង់ឡាននឹងឈប់ហើយក៏ចាប់ដៃទាញបុរសវ័យក្មេងនោះចុះពីលើឡានតែម្ដងពួកគេសម្លឹងមើលឡានក្រុងចេញទៅរហូតដល់ផុតកន្ទុយភ្នែកបុរសវ័យក្មេងក៏សួរថាឯណាប៉ុស្តិ៍ប៉ូលីសក្បាលឯងអីអំបញ្ញមិញអញខំជួយជីវិតឯងយាយចាស់នោះក៏បានឆ្លើយតបជួយយ៉ាងម៉េចជឿឬក៏មិនជឿមិនដឹងទេពួកគេទាំង3នាក់ដែលអង្គុយនៅពីក្រោយឡានហ្នឹងមិនមែនជាមនុស្សនោះទេនៅពេលដែលយើងងាកក្រោយមើលពួកគេជួនជាពេលនោះមានខ្យល់បក់ខ្លាំងមែនទែនទើបធ្វើឲ្យជើងអាវរបស់ពួកគេប៉ើងឡើងហើយយើងមើលឃើញថាពួកគេគ្មានជើងនោះទេអញ្ចឹងបានយើងជាតែមានអារម្មណ៍ចលៃរហូតដល់ក្នុងឡានឯងមានអារម្មណ៍អីទេមែនទេហើយបុរសវ័យក្មេងនឹងក៏ញាប់ថ្ងៃទី15ខែវិច្ឆិកាប៉ូលីសរបស់សៀងសានក៏រាយការណ៍ពីការបាត់រថយន្តក្រុងលេខ375ទៅគ្រប់ស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសដំណឹងបាត់រថយន្តក្រុង375នេះក៏បានសាយភាយពេញទីក្រុងប៉េកាំងគ្រប់បណ្ដាញសារព័ត៌មានទាំងអស់នៅទីក្រុងប៉េកាំងក៏បានចុះផ្សាយពីរឿងនេះក្រុមមន្ត្រីប៉ូលីសក៏បានតាក់ទងទៅយាយចាស់ហើយនិងបុរសវ័យក្មេងម្នាក់នោះដើម្បីសាកសួរដែរប៉ុន្តែចុងក្រោយប៉ូលីសបានជាគិតសង្ស័យថាពួកគេគឺជាមនុស្សឈួតទៅវិញរហូតដល់ហើយសន្ទាប់ថ្ងៃទី16ខែវិច្ឆិកាហ្នឹងរថយន្តក្រុងលេខ375នេះក៏ត្រូវបានរកឃើញលិចនៅក្នុងទន្លេចម្ងាយប្រហែលជាង100គីឡូម៉ែត្រពីស្ថានីយ៍ដែលស្រីចំណាស់និងបុរសវ័យក្មេងនោះចុះសាកសពសរុបចំនួន3ត្រូវបានរកឃើញនៅពេលនោះហើយអ្នករកគ្នាស្រឡាំងកាំងខ្លាំងមែនទែននៅពេលដែលឃើញសាកសពដោយសារតែសាកសពទាំង3នោះរលួយខ្លាំងមែនទែនហើយវាគឺជាសាកសពអ្នកបើកឡាននារីលក់សម្បត្តិ
ហើយនឹងបរិបទទៀតដែលគេមិនស្គាល់អត្តសញ្ញាណសំណួរអាកំបាំងជាច្រើនបានកើតឡើងនៅចន្លោះពេលនោះទី1ឡានក្រុងមិនចេញដំណើរមកឆ្ងាយទាំងកណ្ដាលយប់បានទេណាមួយបរិមាណសាំងមានកំណត់សម្រាប់តែមួយថ្ងៃតែប៉ុណ្ណោះតែហេតុអ្វីបានជាវាអាចបន្តដំណើររហូតដល់ទៅជាង100គីឡូម៉ែត្រទៀតបានឲ្យជីវ៉ាន់ឃើញហាក់គ្មានសាំងទេនៅក្នុងស្តែនឡានបែរជាពោពេញទៅលើឈាមទៅវិញទី2ហេតុអ្វីបានជាសាកសពទាំង3នោះរលួយត្រឹមតែរយៈពេលពី3ថ្ងៃតែប៉ុណ្ណោះទាំងដែលនោះគឺជារដូវត្រជាក់ពេទ្យក៏វិจัยសង្ស័យថានោះមិនមែនជាស្នាដៃរបស់មនុស្សនោះទេទី3ប៉ូលីសបានឆែកមើលគ្រប់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវទាំងអស់ប៉ុន្តែគ្មានឃើញតម្រុយពីឡានក្រុងនោះឡើយមកដល់ពេលនេះហើយវានៅតែជាអាថ៌កំបាំងដែលគ្មាននរណាគេអាចបកស្រាយបាននោះឡើយហើយប្រជាជននៅទីក្រុងប៉េកាំងបានជួបអង្គុយនៅលើផ្លូវ375ឬក៏បើឡាននោះលេខ375មានអ្នកជិះតែម្ដងតើនោះគឺជារឿងប៉ັດឬក៏យ៉ាងណា